ជំសូមជំរាបសួរដល់លោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងមានអំណរយើងមានកិត្តិយសដើម្បីមានឱកាសដើម្បីចែកចាយព្រះបន្ទូលនៅថ្ងៃនេះអរគុណដល់លោកគ្រូបើកចំហមានកិត្តិយសដើម្បីចែកចាយព្រះបន្ទូលតែពិសេសនៅថ្ងៃពិសេសនេះថាវិធីឪពុកវិធីរំលឹកគុណឪពុកយើងដឹងថ្ងៃពិសេសហើយពីព្រោះយើងបានកដោច្រើនហើយមែនទេអរគុណដល់បងប្អូនក្រុមជំនុំទាំងអស់គ្នាបានជួយគោរពទីឪពុកថ្ងៃនេះដែរហើយនេះជាហើយដែលពិសេសអរគុណដល់ហ៊ានសូមឲ្យយើងចែកចាយព្រះបន្ទូលនៅថ្ងៃនេះពីព្រោះខ្ញុំនិងគ្រួសារបាននៅសហរដ្ឋអាមេរិកមួយឆ្នាំនៅរដ្ឋយើងអត់សូវមានជនជាតិខ្មែរទេខ្ញុំអត់សូវបានមានឱកាសនិយាយភាសាខ្មែរដែលយើងយកភ្លេចអស់ហើយប៉ុន្តែគេបើកចំហឲ្យខ្ញុំអាចអធិប្បាយផងខ្ញុំដឹងថាខ្ញុំគ្រោះថ្នាក់ខាងភាសាខ្មែរសូមតបដល់ខ្ញុំបើមានកំហុសខាងភាសាសម្ដីនៅក្នុង slide របស់ខ្ញុំផងពីព្រោះខ្ញុំដឹងថាខ្ញុំអត់បានប្រើភាសាខ្មែរជិតមួយឆ្នាំហើយប៉ុន្តែនៅថ្ងៃនេះខ្ញុំមានឧទាហរណ៍មួយពីកំហុសរបស់ខ្ញុំដែរនៅព្រឹកមិញយើងចង់ដាក់បាននិយាយអំពីហៅថាបុណ្យឪពុកប៉ុន្តែមិនប្រើពាក្យវិធីឪពុកទេប្រើពាក្យបុណ្យប្រើយើងបានច្រឡំនឹងបុណ្យអ៊ំទូកប៉ុន្តែតាមពិតជាបុណ្យឪពុកជាវិធីដែលឪពុកវិញទៅអរគុណដែលបានអត់ធ្មត់ជាមួយខ្ញុំផងហើយនៅថ្ងៃនេះយើងចង់បងនិយាយពីរីករាយវិធីឪពុកហើយដែលពិសេសចង់មានមេរៀនខាងប្រវត្តិសាស្ត្រខ្លីបន្តិចតាមពិតវិធីនោះបានចាប់ផ្ដើមនៅឆ្នាំ1910ហើយមានកូនស្រីម្នាក់ដែលបានឃើញឪពុករបស់គាត់ឪពុកគាត់ឈ្មោះ William Smart ហើយនឹងគាត់ជាអ្នកដែលនៅពេលគាត់មានកូន6នាក់ជាភរិយារបស់គាត់ស្លាប់ទៅហើយតែគាត់បានយកចិត្តទុកដាក់ដើម្បីជួយចិញ្ចឹមកូនអស់ពីថ្លើមដែរហើយបានធ្វើតាមរបៀបល្អដើម្បីតែកូនស្រីគាត់ចង់គោរពឪពុកគាត់ហើយសពថ្ងៃនេះនៅបច្ចុប្បន្ននេះនៅពិភពលោកទាំងមូលគេបានរំលឹកពីវិធីដែលជួយរំលឹកគុណឪពុកដែរហើយនឹងយើងបានដឹងពីមូលហេតុនេះជាតំណាងដែលបង្ហាញពីឪពុកដែលជាគំរូល្អចំពោះយើងជាឪពុកដែលជាអ្នកដែលបានមានចិត្តស្រឡាញ់មានការណែនាំហើយនឹងជាការលះបង់ផងចំពោះកូនហើយឱកាសដើម្បីរំលឹកផងហើយនឹងបញ្ជូនគុណយោដល់ឪពុករបស់យើងផងដែរដូច្នេះជាអ្វីដែលយើងចង់រំលឹកនៅថ្ងៃនេះដែរពិសេសនៅថ្ងៃនេះយើងចង់គិតពីទំនាក់ទំនងសំខាន់ទាំង4នៃភាពជាឪពុកនេះចំណុច4ដែលយើងចង់និយាយទៅលើដើម្បីគិតបន្តិចពីទំនាក់ទំនងទី1គឺជាទំនាក់ទំនងពីកូនទៅឪពុកឬយើងបាននិយាយថាឪពុកម្ដាយហើយយើងអរគុណដែលយើងបានលើទីបន្ទាល់ល្អតែពិសេសទីបន្ទាល់នៅភាសាខ្មែរមានកំណត់ពាក្យ7ទៀតដើម្បីលើថ្ងៃនេះពីរបៀបដែលគេចង់គិតកូនចង់គិតពីជាឪពុកហើយបើស្មានគិតពីនៅក្នុងព្រះគម្ពីរបង្រៀនថាកូនត្រូវតែស្ដាប់បង្គាប់និងគោរពឪពុកម្ដាយរបស់គេនេះមិនមែននៅកន្លែងតែមួយនៅក្នុងព្រះគម្ពីរយើងបានឃើញនៅព្រះគម្ពីរលោកុបាតរហូតដល់នៅចុងព្រះគម្ពីរដែរបានបង្រៀនច្រើនអំពីទូនីតិរបស់កូនដើម្បីស្ដាប់បង្គាប់ហើយដែលពិសេសជាគោរពឪពុកផ្ទាល់ខ្លួនហើយនៅក្នុងព្រះគម្ពីរអេផេសូចំពោះ6ខ1ដល់ខ3បានបង្ហាញច្បាស់លាស់សូមបងប្អូនទាំងអស់គ្នាអានខគម្ពីរនេះជាមួយខ្ញុំផង1 2 3ក្មេងរាល់គ្នាអើយចូលស្ដាប់បង្គាប់ព្រះតាបិតាខ្លួនក្នុងព្រះអម្ចាស់
แต่ว่าทูโดยเนาะเตบานเราโจโกรบปฏิบัติดาวมีตาคลุนนิเชียบัญญัติมุนดำบงดาวจวบเบียนเตียงสกเดสัญญาพองดาวใบไอโรคเนียบานสกเดศกให้รัวเนวพันใดจะอยู่องเวงเต้าลูกครองขอคุมพินิจบังหันท่านี่เชื่อปัญญาระบบเปรย์ไอ้เรื่องปัญญาระบบเปรย์บางทีมีนประโยชน์สำหรับคนได้ปีโปรโกนอาจสดาประกอบต่ออุปกให้หนึ่งมาได้มีนประโยชน์ไอ้คนอาจมีนอายุเวงให้มีนสิ่งใดสักลูกครองชีวิตให้นี่ชิโกกาแต่ยังเคินลูกครองชีวิตมนุษย์จะแสดงได้ดาวคนดาวจะสดาประกอบกรบเชื่ออุปกมาได้ธรรมดาพระบันพระทินโปรโอเคไอ้เนี่ยเชื่อการเราละอมันเต็มบางทีนุกรงการนูยมจังเกิดท่าเมียนบัญหาคลาดได้ดูไปมันเกิดปีการนูบัญหาคือเจ้าไว้มวยนุพระติกาพเจ้าได้พิเศษโดยมันสระปีที่มันโตที่ไหนได้ขมายดาตอนเชื่อพระเยซูคริสต์ไปทวดเดียท่าโอ้พวกคริสเตียนมันเคารพอุปกมาได้ที่พระเยซูมันเคารพอุปกมาได้ตามระเบียบวัปตัวขมายได้บางทีนุเปยมันเกิดปีการนูยมยูท่าเนตาจัวพระเยซูเคารพอุปกมาได้ตามระเบียบพลายธรรมดาเกอุติหอยมเมียนที่ไงรำลึกจีวิธีรำลึกอุปกมาได้พองตามไปเกิดปีกุนระบบอุปกมาได้พองยังมันเพลกปีประมาณชนะมนลูกครูยังสอดให้ดังยังสอดให้ยังสอดอันนี้ครูสาระบอกเกปันประโมครุมชนมตามไปกรบมาได้ระบบเกมุนกอดตัวมรณะเพียบมีในทาเกจังกรบนั่นเต้นอาดัมพัดนี่เจ็บบัญญัติสำหรับยังจีเนี่ยเชื่อพระเยซูโดยที่ยังจะจีโกนตัวเบาอุปกมาได้รู้เนาหรือมันรู้เนายังเปรบันหายังตามไปกรบอุปกมาได้พรเมียนบัญหามวยเตียดอยู่ไปบันเกิดปีกาโนเปิดคลายังเมียนอยู่ไปมันโจนกรองวิธีที่อุปกเยอะมีมนุษย์ชราดาวอัดเมียนอุปกเกี่ยคนชันจำหรือเกี่ยเมียนอุปกดาวมันวัดเมียนนึกลองครัวซาหรือเปิดคลาเกี่ยเมียนอุปกยมันเลยที่เป็นตัวปีอุปกดาวละอ๋อที่คำรู้ละอ๋อบ่ได้เปิดคลามนุษย์เมียนอุปกดาวมีไอ้ตรงอัดโซละอ๋อได้ให้นิดโน้มไอ้โกนเมียนปัญหาหนึ่งกาชูจับได้ไอ้อัตโปนุกรงชีวิตยูชนามตะเตียนุเปอปกยังดอดมันโซละอตามพดขมิ้นอปกครบแหละแต่ยังแต่งออกนี้เจียอปกแต่เจียมนุษย์ดามีนบาปดอดมนุษย์ติดดาวพองวันใดเปิดคลาอปกบานทูเอาไว้ดาวอัครานั่นเต็นจมพูโกนให้ยังนึงนี่ปีระเบียบดอกสลายบางอย่างนูบทใดนูแมรีนบนชอบยังนึงบุญโยปีระเบียบดำไปดอกสลายบทใดนี่เชื่อรุ่งดับปดนั่นแต่ยังตราใจเกิดพิจารณาโดยที่ตำแหน่งตำนองที่มวยปีโกนดาวอปดไอ้วันนี้ยังลองเกิดปีตำแหน่งตำนองสำคัญที่ปีคือเจียปีอปดดาวโกนไอ้ลูกน้องเจียนี่ที่ตำแหน่งตำนองที่ปีไอ้นั้นดับพัดขังเพลคนปีบานบงเรียนถาอปกตราใจทูจิตกุมรูละอนั่งบงเรียนก่อนระบบพวกเกย์ไอ้ตกเจ็ดหรือเปรย์อมจ้านิจกาตราหาวระบบเปรย์อมจ้าดาวอปกวิ่งให้ยมีนอัตบกุมปีสมตัวนิจข้อนึกไว้บันสเซนุกรองเดียนุกรองคัตบานระบบบางปองขังผู้ชมนุที่นี้ปฏิยมจังโยเอเพโซชิปุประมุยข้อบุญวิ่งยมันอ่านปีข้อมุยและข้อใบปีตูนิตีระบบคนไอ้นี้บันเยปีตูนิตีระบบเดียวอปกเตาคนวิ่งโดยเฉพาะเอเพโซชิปุประมุยข้อบุญสมอ่านชิมุขยองมุยปีใบอปกรอคเนเอ้ยกอมไอจัดรถโกนระบบคลุนลายโจบองเรียนเบียเตาตาม
នឹងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញយើងឃើញទូនីតិរបស់ឪពុកគឺជាជួយបង្រៀនកូនជួយគេធ្វើតាមព្រះយេស៊ូវដើម្បីជួយកូនដើម្បីគេបានធ្វើតាមរបៀបដែលមិនពិបាកពេកប៉ុន្តែបង្ហាញពីសេចក្តីស្រឡាញ់ដល់កូនវិញសំទោសពថ្ងៃនេះយើងឃើញថាមានជាចរណាជាតិថ្មីមួយដែលបានកើតឡើងដើម្បីជួយខាងឪពុកនៅប្រទេសកម្ពុជាទីមួយយើងចង់លើកទឹកចិត្តឲ្យខាងបរិសុទ្ធចូលរួមនៅក្រុមបរិសុទ្ធដែលបានគេជួបគ្នារាល់ថ្ងៃអាទិត្យនៅម៉ោង8នេះជាល្អមែនទែនដើម្បីជួយលើកទឹកចិត្តឪពុកប៉ុន្តែមានចរណាមួយថ្មីទៀតដែលគេដាក់ឈ្មោះថាជាឪពុកមួយជីវិតនេះជាចរណានៅប្រទេសកម្ពុជាដែរហើយនៅក្នុងបុណ្យកេតនេះជាបង្កើតឡើងដើម្បីជួយលើកទឹកចិត្តជាបរិសុទ្ធគ្រីស្ទានជាឪពុកគ្រីស្ទានដើម្បីយកគោលការណ៍ពីព្រះគម្ពីរដើម្បីអនុវត្តនៅក្នុងគ្រួសាររបស់គេខ្ញុំនឹងលោកគ្រូចម្រើនទើបនឹងបានជួបជាមួយពួកគេដើម្បីបុណ្យកេតរបស់គេពីព្រោះនៅពិភពលោកឥឡូវនេះគេមានអ្នកសាស្ត្រាចារ្យដែលបានស្រាវជ្រាវច្រើនពីបញ្ហាមួយធំនៅពិភពលោកគឺជាបញ្ហាអីគឺជាបញ្ហាខាងភាពជំនាញឪពុកនៅចាប់កណ្ដាលនៃបញ្ហាយើងបានឃើញគេបានស្រាវជ្រាវច្រើននៅពិភពលោកប្រទេសណាក៏ដោយភាពជំនាញឪពុកនៅក្នុងគ្រួសារនាំកូនដើម្បីជួបនឹងបញ្ហាជាច្រើនដោយយើងបានឃើញនៅក្នុងតារាងនោះហើយដូច្នេះមានន័យថាហើយនឹងបាសិមានីពីភាពគ្មានឪពុកខ្ញុំគិតថាមានពីរយ៉ាងភាពគ្មានឪពុកម្យ៉ាងគឺជាឪពុកអត់នៅគ្រួសារឧទាហរណ៍កូនកំព្រាឬគេបានជាឪពុកបញ្ចេញពីគ្រួសារឬបានស្លាប់ទៅហើយនេះជាបញ្ហាមួយខាងគ្មានឪពុកប៉ុន្តែខ្ញុំគិតថាបញ្ហាធំជាងនោះទៀតគឺជាបើសិនមានឪពុកប៉ុន្តែគាត់អត់សូវយកចិត្តទៅដាក់ក្នុងគ្រួសារអត់សូវយកចិត្តទៅដាក់នឹងសេចក្តីត្រូវរបស់ប្រពន្ធគាត់ឬខាងកូនគាត់ឬអត់សូវចិត្តដឹងពីរបៀបដើម្បីជួយគេតាមគោលការណ៍ក្នុងព្រះបន្ទូលរបស់ព្រះដូច្នេះជាអ្វីដែលនាំឲ្យមានកូនមានបញ្ហាហើយយើងបាននិយាយត្រង់នៅសហរដ្ឋអាមេរិកយើងមានជាប់នឹងបញ្ហានេះជាច្រើនហើយដែលទោះបើឪពុកនៅក្នុងគ្រួសារគេអត់ដឹងពីរបៀបគេមិនធ្វើតាមគោលការណ៍ក្នុងព្រះគម្ពីរដើម្បីធ្វើជាឪពុកដែលត្រឹមត្រូវនឹងស៊ីគ្នានឹងព្រះបន្ទូលរបស់ព្រះដូច្នេះចរណានេះបានបង្កើតឡើងដើម្បីជួយឪពុកហើយដូច្នេះយើងចង់ឲ្យលើកទឹកចិត្តខាងបរិសុទ្ធបើសិនជាចង់មានឱកាសដើម្បីចូលនៅក្នុងចរណាជាតិមួយថ្មីដើម្បីលើកទឹកចិត្តឪពុកគ្រីស្ទានដើម្បីធ្វើតាមរបៀបដែលស៊ីគ្នានឹងព្រះបន្ទូលរបស់ទ្រង់សូមជួយគិតពីចរណាពីជាបុណ្យកេតនេះហើយនៅថ្ងៃនេះយើងដឹងថាបានទទួលកាដូជាច្រើនហើយតែយើងចង់បន្ថែមកាដូថែមទៀតបន្តិចពីបុណ្យកេតនេះដោយសូមឪពុកទាំងអស់គ្នាសូមចូលឡើងឪពុកចូលឡើងហើយយើងមិនមែនជាកាដូធំតែយើងមានប៊ិចមួយហើយមាន sticker មួយដើម្បីជួយរំលឹកឲ្យ sticker នោះបានបង្ហាញពីរបៀបហើយសូមចែកជាប៊ិចទៅទទួលរួចហើយចែកអស់ហើយដោយសូមជាបរិសុទ្ធជាឪពុកសូមយើងទាំងអស់គ្នាសូមទេដែរដល់គាត់ដែរអរគុណហើយនឹងបើសិនជាសូមគួយចុះបើសិនជាលោកគ្រូដែលជាឪពុកចង់តេតងនឹងបុណ្យកេតនេះជារបៀបដែលយើងអាចតេតងនឹងបុណ្យកេតនោះខាង Telegram ឬខាង Facebook ក៏ដោយបើចង់ថតរូបសូមដូច្នេះនេះបានបង្រៀនពីទំនាក់ទំនងសំខាន់ពីឪពុកដល់កូនហើយយើងដែលជាឪពុកនេះជាកិត្តិយសណាស់ដែលទ្រង់បានប្រគល់ទូនីតិដល់យើងដែលជាឪពុកដើម្បីធ្វើឪពុកជាល្អតាមគោលការណ៍ដែលយើងឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះដែរហើយនេះទំនាក់ទំនងទី3
គឺជាពីកូនរបស់ព្រះទៅព្រះវរបិតាពីមុនយើងនិយាយពីជាទំនាក់ទំនងខាងសាច់ញាតិខាងបងប្អូនខាងគ្រួសារយើងប៉ុន្តែឥឡូវនេះយើងនឹងគិតពីទំនាក់ទំនងខាងឋានសួគ៌វិញពីកូនរបស់ព្រះចំពោះជាព្រះវរបិតាព្រះគម្ពីរបានបង្រៀនថានៅពេលដែលយើងទទួលនឹងជឿព្រះយេស៊ូវគ្រីស្ទយើងคล้ายទៅជាកូនរបស់ព្រះសូមគិតពិចារណាដែលព្រះនឹងបង្កើតមនុស្សទាំងអស់ប៉ុន្តែនៅពេលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទយើងคล้ายទៅជាកូនរបស់ព្រះនេះមិនមែនរឿងធម្មតាអត្ថបទគម្ពីរដែលល្បីល្បាញពីកាលនេះមានយ៉ូហានចំពុក1ខ12បន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះជាអស្ចារ្យមែនទែនតែយើងខ្លាយទៅជាកូនព្រះនេះមិនមែនរឿងធម្មតាទេហើយនេះពេលយើងបានគិតពីខនោះយើងមានមួយទៀតដែលយើងចង់ឲ្យយើងគិតពីចារណាវាទំនាក់ទំនងរវាងយើងជាកូនរបស់ព្រះដល់ព្រះវរបិតាហើយមួយនឹងមកពីព្រះគម្ពីររ៉ូមចំពុក8ខ15ដល់ខ17ដែលពិសេសខាងទូនីតិរបស់កូនរបស់ព្រះយើងគ្រាន់តែចង់អានខ15សិនបន្ទាប់មកយើងនឹងមើលខ16ដល់ខ17វិញដោយសូមអានជាមួយខ្ញុំ1 2 3អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាបបំរើឲ្យត្រូវភ័យខ្លាចទៀតឡើយគឺបានទទួលនិស្ស័យជំនុំដោយហើយនោះបានជាយើងសេចឡើងអោព្រះវរបិតាអើយជប់សិនដូច្នេះជាអ្វីដែលបង្ហាញពីទំនាក់ទំនងរវាងយើងទៅជាកូនហើយនឹងព្រះវរបិតាហើយនោះក្នុងអត្ថបទគម្ពីរនេះបង្រៀនថាយើងជាកូនរបស់ព្រះមានសិទ្ធិអស្ចារ្យពីព្រោះនោះក្នុងចុងខបាននិយាយថាពាក្យស្អីអោអាបាព្រះវរបិតាអើយពាក្យព្រះនាមអាបានេះជាចេញពីភាសាដើមនៅសម័យព្រះយេស៊ូវគ្រីស្ទហើយភាសាដើមសម្រាប់ឪពុកគឺជានៅក្នុងភាសាហេប្រឺគឺជាអាបគឺជាជាពាក្យសម្រាប់ឪពុកមិនតែនៅក្នុងអត្ថបទគម្ពីរនេះមិនប្រើពាក្យអាបទេបាននិយាយថាអោអាបាខុសគ្នាយ៉ាងម៉េចអាបជាពាក្យរបស់ឪពុកប៉ុន្តែអាបាជាពាក្យដែលកូននឹងប្រើចំពោះឪពុកដែលស្រឡាញ់ឧទាហរណ៍បើសិមានគិតថាប៉ាអើយអត្ថន័យនឹងអាបានេះពាក្យជិតស្និទ្ធរបស់កូននឹងឪពុកពាក្យដែលកូនទូនិយាយនឹងឪពុកដែលគាត់ស្រឡាញ់ដែរហើយបើសិមានគិតពីព្រះដែលបង្កើតរបស់សពសារពើបានបង្កើត galaxy រាប់ពាន់លាន galaxy នៅផ្ទៃមេឃព្រះធម្មអាចារ្យបង្កើតមនុស្សបានបង្កើតគ្រប់ទាំងអស់ព្រះធម្មណាស់យើងមានសិទ្ធិនាយនឹងត្រង់ថាអាបាទីប៉ាអើយបង្ហាញពីទំនាក់ទំនងជិតស្និទ្ធមែនទែនដែលទ្រង់ប្រទានដល់យើងជាកូនរបស់ព្រះទ្រង់ស្រឡាញ់យើងខ្លាំងអញ្ចឹងបោកចំហហើយយើងអាចហៅព្រះធម្មអញ្ចឹងតាមរបៀបដែលប្រើព្រះនាមអាបានេះជាព្រះនាមពិសេសមែនទែនដែលយើងជាមានកិត្តិយសណាស់ដើម្បីទ្រង់បោកចំហឲ្យយើងទទួលព្រះនាមអញ្ចឹងដែរហើយទៅជានេះទំនាក់ទំនងទី3ពីកូនរបស់ព្រះទៅព្រះវរបិតាប៉ុន្តែទំនាក់ទំនងទី4ដែលសំខាន់គឺជាយើងបានគិតពីព្រះវរបិតាទៅកូនរបស់ព្រះវិញ
ตัวยังขังสัตว์เชี่ยมยังมันก็ปีก้นเตาเอาปกให้หนึ่งปีเอาปกเตาก้นโดดขี้นี้ขังพลังวิญญาณยังมันก็ปีก้นระบบเปรตเอาเปรตโบไว้ได้ยังอยู่เปรตอาบาอยู่ระบบยังให้อาจก็ปีเดียตำแหน่งน้องโรเวียงเปรตโบไว้ได้ดาวก้นระบบเปรตได้โดยเฉพาะดูกลางตอนนี้ยังเชื่อเปรตกุปีบังเรียนท่าเปรตเชื่อเปรตโบไว้ได้ระบบยังนูสตานนูทานสู้ดาวสวาลานยังนุ่งปฏิญเปรตก้นระบบตรงดาวยังไออัตบทกุปียังจังบนต่อเมื่อครองรมจุปุปรำใบปีคอดับประมวยดับคอดับประมเปิลโดยเฉพาะสมอ่านคอดับประมวยเราหดดาวบนชอบจิมวยขี้เนี่ยมวยปีใบเปรวิเนียนตรงทูสักไซจิมวยนังวิเนียนเราบอกยังรอขี้เนี่ยท่ายังเจียกอนเราบอกเปรบ่าวยังเจียกอนนึกยังก่อเจียเนี่ยมรดาพองคือเจียเนี่ยมรดาเราบอกเปรให้เจียเนี่ยรวมนังเปรครีบ่าวยังรงตกเจียมวยตรงนึกยังก่อนังบานเสด็จอ๋อเจียมวยตรงพองบองปอนนี่เจียอัตบทกุปีเช้าเหมือนกันนำไปกุปีเช้าปีตำแหน่งนงปีเปรโวไบดาดาวยืนตรงมันแม้นโครนได้หายังจีก้นระบบเปรดก้นดก้นจันจำระบบเปรบนใต้บ้านปฏิเนียนอายังบ้านมรดาระบบเนี่ยนะระบบเปรแต่เปรมินมรดาอย่างไหมสมคิดพิจารณาเปรตบังคับระบบสับสารเปรเปรเยซูคริสต์มีมรดาสายคลาอายังโจรวมในครองมรดาระบบตรงได้บางปอนบางสิ่งที่ยังเกิดปีนี้มีรอบเลียนดอลลาร์มันเปรียบหนึ่งมรดาระบบเปรตหัวสุดท้ายหัวปีกำเนิดหัวปีเอาไว้ได้ยังอยู่บ้านสมคิดปีชาปีสิกเรสตรลันอาจารย์ระบบตรงดาวยังโรคนี้ได้ให้บางสิ่งมันเกิดปีดิครมเปรย์ว่าไปได้จมพูยังจะคงระบบเปรย์ยังมีพระเยซูมีที่รุ่งเปรียบประโดดมวยดาวสำคัญคือที่นุครองลูกาดับพรามคอดับมวยดับคอ30 ปียังอับบันเมื่อถึงออกเดบนใต้นุครองเปรียบรุ่งเปรียบประโดดธรรมดาเกี่ยวกับรุ่งเปรียบประโดดอัมปีกอนบัดบองบรรดาดำพดยิมคตานี่มันตราวมรอยเพียรอยดำพดนิเชียรุ่งเปรียบประโดดอัมปีกอนโปรปีเนี่ยมันแม้นคือเราอัมปีกอนโปรที่เปิดได้อัมปีกอนโปรปีเนี่ยอันนั้นพระเยซูมีนให้แต่จงอายังบังเกิดปีชาณาพิการได้โดยเฉพาะนุครองรุ่งนูพระบางปอนบัญชามชรานหายพระเยซูมีนบรรทุกทำไมพระดีรุ่งเปรียงประโดดนี้ดาวพูดเก๋ให้นั่งเก๋บันมีนคนเป้ามันเนี่ยอันคนเป้ามันเนี่ยบันเต้าอบปกให้นั่งอบปกเด็กคนเป้าบันสมมรดาสมประกอบจำนายมรดาดาวกอนนี่เชี่ยสมนมโปคูสอมหรือเปล่าอาเตพี่ปรุนิคนเป้านี่คนทีปีให้นั่งสมธรรมดายังตัวมรดาเปล่านะนูเปล่าเอาพวกมรดาสลับเต้าเอาพวกกระต้นสลับแต่ใจคนนูใจจองบานมรดาระบอบปอโอ้ยังรอบคนอัครนะจังมีนสมนมโปอันจังสมเกิดปีข้างที่อบปกนูเปล่าเนี่ยชิดข้างบานลูโอคนเป้าบานสมมรดาปีอบปกหายเนี่ยชิดข้างเกิดยังไงปีอบปกนึกครูสาเกโอเคเมืองเอมันเต็ม
តែសារនេះកូនមិនល្អកូនអាក្រក់តែម្ដងប៉ុន្តែនៅក្នុងរឿងព្រាបប្រដូចឪពុកបានឲ្យមរតកបានទទួលស្គាល់សេរីភាពរបស់កូនទោះបើមិនគួរសមហើយបានតបមកទីកូនពៅបានចេញទៅស្រុកឆ្ងាយហើយគាត់បានយកមរតករបស់ឪពុកហើយគាត់បានធ្វើយ៉ាងម៉េចជាមួយមរតកនោះយើងបានដឹងហើយគាត់បានខ្ជះខ្ជាយទាំងអស់ហើយគាត់មានចិត្តសប្បាយគាត់មានពួកម៉ាក់ច្រើនប៉ុន្តែពួកម៉ាក់មិនរស់សាននេះពេលគាត់មានលុយគាត់មានពួកម៉ាក់ហើយបន្ទាប់មកនៅក្នុងព្រះគម្ពីរបាននិយាយថាគាត់មានអំណាចជាខ្លាំងនៅស្រុកនោះហើយគាត់បានខ្ជះខ្ជាយលុយរបស់ឪពុកទាំងអស់ហើយដូច្នេះគាត់វេទនាហើយគាត់បានអត់មានមហូបញ៉ាំទេដូច្នេះគាត់បានរកម្នាក់ហើយនឹងបានឲ្យទៅវាលខ្វៀលវងជ្រូកជាវេទនាសម្រាប់អ្នកតាមពីសាច់ជ្រូកព្រោះនេះជាសាច់ខ្ពើមរបស់ពួកគេដែរហើយនៅពេលគាត់បាននៅជាមួយសាច់ជ្រូកនេះកូនពៅគាត់បានចង់ញ៉ាំចំណីសាច់ជ្រូកផងព្រោះគាត់ហេវគាត់ឃ្លានហើយនៅពេលកូនបាននៅកន្លែងនោះកូនបានរំលឹកពីអ្នកបម្រើឪពុកនៅក្នុងស្រុកកំណើតហើយគាត់បានរំលឹកថាទោះបើបម្រើរបស់ឪពុកមានមហូបអាហារល្មមហើយដូច្នេះគាត់បានចាប់ផ្ដើមកូនពៅបានភ្ញាក់ដឹងខ្លួនដែលលោកឪពុកខ្ញុំបានធ្វើបាបហើយដូចជាយើងចង់មើលមួយផ្លេតពីខ20ដល់ខ24នៅក្នុងការទាំងអស់នេះផងបាទហើយពីបែបយ៉ាងណាដល់ខ20ដល់ខ24បាទអូខេនោះវាក៏ក្រោកឡើងដើរទៅលើសឪពុកឃើញចាំមកផ្លេតយើងបន្តិចទៀតយើងនឹងដល់ទីនោះដល់កូនបានទ្របទៅឪពុកវិញមានចិត្តកំខ្លាយទៅជាដូចនឹងអ្នកដែលបម្រើរបស់ឪពុកវិញហើយនៅពេលយើងបានកំដៅដល់ទៅជួបឪពុកនៅក្នុងខ20យើងអានជូននោះវាក៏ក្រេកឡើងទៅលុះឪពុកគន់ពីឆ្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថោបវាកូនបានមើងឯងកូនបើបានមើងឯងឪពុកនឹងគ្រួសាររបស់គាត់តែឪពុកធ្វើយ៉ាងម៉េចគាត់បានមើលកូនពីឆ្ងាយនេះន័យថាឪពុកបានចាំយូរណាស់បានស្រោចនេះតែស្រឡាញ់កូនដែលបានធ្វើក្រក់ហើយនឹងបានរត់ទៅហើយនឹងស្អែកគាត់បានដូចជំរាបសួរដល់កូនមិនមែនគាត់បានអោបនឹងថោកទៅទៀតហើយនឹងអានទៅទៀតបាននិយាយថាទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេដូចជាកូនបានដឹងពីកំហុសខ្លួនឯងបានភ្ញាក់ឡើងប៉ុន្តែលោកឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកdiaបំពាក់ឲ្យវាហើយយកចិញ្ចៀននិងdiaស្បែកជើងមកឲ្យផងរួចយកកូនគោដល់ពុំបានមកសម្រាប់ចុះយើងនឹងបរិភោគឲ្យសบายចិត្តត្បិតកូនអាននេះបានស្លាប់ឥឡូវរស់ឡើងវិញ
ก็บาดเตอហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅបងប្អូនហើយនេះជានិមិត្តរូបដែលបង្ហាញពីព្រះハរទេរបស់ព្រះវរបិតាយើងព្រះវរបិតាយើងដែលបានស្រឡាញ់យើងហើយទោះបើយើងធ្វើខុសទ្រង់នៅតែស្រឡាញ់ចាំយើងបានភ្ញាក់ឡើងវិញដើម្បីប្រែចិត្តហើយនឹងមកជាមួយនឹងទ្រង់ដែលដឹងថាយើងមិនគួរទទួលគុណរបស់ព្រះវរបិតាយើងទេប៉ុន្តែនេះមិនពឹងលើគំនិតយើងទេពឹងលើព្រះハរទេរបស់ព្រះវរបិតាដែលស្រឡាញ់យើងហួសពីគំនិតផងហើយបងប្អូនអើយនេះជាលក្ខណៈចរិតរបស់ព្រះវរបិតាចំពោះយើងដែលស្រឡាញ់យើងដែលព្រះបង្កើតរបស់សពសារពើប៉ុន្តែនៅតែស្រឡាញ់យើងទោះបើយើងជាមនុស្សដែលមានបាបនេះជារឿងខាងកូនពៅប៉ុន្តែយើងមិនចង់ភ្លេចថាមានកូនប្រុសមួយទៀតកូនប្រុសទីឪពុកបានរីករាយតាមហៅគេឲ្យអស់សប្បាយទាំងអស់គ្នាជាកូនពៅហើយនឹងកូនច្បងបានគិតយ៉ាងម៉េចឬបានឃើញអញ្ចឹងកូនច្បងបានឃើញអញ្ចឹងបានលឺថាអូហើយទៅគេមានពិធីពិសេសអញ្ចឹងហើយនឹងបាបម្រើបាននិយាយថាអូដោយសារកូនពៅបានមកវិញហើយនឹងឪពុកបានរៀបចំដាក់ចិញ្ចៀនហើយនឹងរៀបចំពិធីធំហើយនឹងស្អីទាំងអស់អូកូនច្បងមានអារម្មណ៍យ៉ាងម៉េចគាត់ខឹងព្រះគម្ពីរបាននិយាយថាខឹងតែម្ដងពីព្រោះគាត់ធ្លាប់ជួយឪពុករហូតហើយគាត់អបានយកមរតករបស់ឪពុកបែកកណ្ដាលហើយនឹងចោលទាំងអស់ទេដូចជាយើងបើសិនមិនគិតតាមយោបល់មនុស្សយើងអាចគិតថាអូបើរឿងនេះមិនយុត្តិធម៌ចំពោះកូនពៅទេមិនយុត្តិធម៌សោះពីព្រោះយើងជាអ្នកល្អអ្នកតើបានខំប្រឹងខ្លួនឯងយើងបាននៅជាមួយនឹងឪពុករហូតនេះមិនយុត្តិធម៌គាត់ខឹងប្រហែលទាំងកូនពៅហើយទាំងឪពុកទៀតកូនទាំងពីរហើយដល់ពិតពេលខ្លះយើងមានអារម្មណ៍ដូចគ្នាដែរយើងជាអ្នកដែលស្មោះត្រង់យើងបានធ្វើអ្នកដែលបានខំប្រឹងធ្វើល្អដើម្បីបានល្អប៉ុន្តែកូនពៅបានធ្វើអាក្រក់ហើយបានល្អវិញនេះជាផ្ទុយនៅក្នុងយោបល់លោកីហើយដូចជាបានយល់ពីយោបល់របស់កូនច្បងដែរប៉ុន្តែបងប្អូនអើយយើងត្រូវតែប្រយ័ត្ននៅក្នុងគំនិតរបស់កូនច្បងដែរក៏យើងត្រូវតែប្រយ័ត្ននឹងយោបល់របស់កូនពៅយើងត្រូវតែប្រយ័ត្ននឹងយោបល់របស់ជាកូនច្បងពីព្រោះតាមពិតខាងព្រលឹងវិញ្ញាណយើងគ្រប់គ្នាធ្វើបាបហើយមិនដែលសេរីល្អរបស់ព្រះខ្លះយើងប្រៀបធៀបយើងនឹងមនុស្សឯទៀតយើងគិតថាអូយើងល្អជាងគេប៉ុន្តែព្រះយេស៊ូវមិនប្រៀបយើងនឹងមនុស្សឯទៀតប្រៀបធៀបយើងនឹងព្រះយេស៊ូវបើស្មានគិតពីព្រះយេស៊ូវដែលយើងគ្រប់លក្ខឬយើងខ្វះមិនដល់សេរីល្អនៃព្រះផងដូច្នេះឪពុកបន្តជួយបញ្យល់ដល់កូនច្បងហើយជួយចង់អញ្ជើញដល់គាត់បញ្ចូលរួមនៅក្នុងពិធីហើយនៅក្នុងព្រះគម្ពីរអត់បាននិយាយពីការសម្រេចរបស់កូនច្បងទេគាត់នៅតែមានចិត្តដែលបានគិតថាមិនយុត្តិធម៌ហើយដូចនេះជាសំណួរដ៏សំខាន់ពីព្រោះនេះជាបង្ហាញពីអត្ថន័យនៃព្រះគុណរបស់ទ្រង់ដែលព្រះគុណរបស់ទ្រង់មិនយុត្តិធម៌ឬទេពីព្រោះមនុស្សដែលមានបាបទទួលសេចក្តីសង្គ្រោះពីព្រះយេស៊ូវគ្រីស្ទដែលទ្រង់ស្គត់លើឈើឆ្កាងមានព្រះជន្មរស់ពីស្លាប់ឡើងវិញតាមពិតព្រះវរបិតាយុត្តិធម៌មែនប៉ុន្តែមិនដាក់ទោសនៅលើយើងមិនដាក់ទោសនៅលើព្រះយេស៊ូវគ្រីស្ទវិញនេះជាអត្ថន័យនឹងព្រះគុណត្រូវតែមានអ្នកស្លាប់ដោយសារអំពើបាបរបស់យើងប៉ុន្តែអ្នកទទួលជឿព្រះយេស៊ូវគ្រីស្ទទ្រង់បានដាក់ទោសរបស់យើងនៅលើ
ព្រះយេស៊ូវគ្រីស្ទគឺបើត្រង់សុគតនៅលើជញ្ជាំងហើយអរគុណដល់ព្រះអង្គបីថ្ងៃក្រោយមកមានព្រះជន្មរស់ពីស្លាប់ឡើងវិញរស់ស្លាប់ថ្ងៃនេះដែរដូចជាត្រង់យុទ្ធធម៌ហើយមានសេចក្តីស្រឡាញ់ផងទាំងពីរដូចជានោះពេលយើងមានយោបល់ដល់កូនច្បងអូយើងល្អជាងគេយើងល្អជាងមនុស្សឯទៀតអក្រក់ហើយពីព្រោះយើងទាំងអស់គ្នាមានបាបហើយមិនដល់សេរីល្អនៃព្រះយើងទាំងអស់គ្នាត្រូវការព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើងផ្ទាល់ដែរដូចជាបងប្អូនពេលខ្លះយើងមកលើពីសេចក្តីអធិប្បាយពីយើងមិននិយាយថារៀងរងព្រៀបប្រដោតរបស់កូនបាត់បងយើងមិននិយាយថាអូមិនត្រឹមត្រូវពីព្រោះតាមពិតយើងមិននិយាយថាជារងព្រៀបប្រដោតរបស់កូនប្រុសពីរជាត្រូវជាងមិនតែយើងគិតថាចំណងជើងមួយទៀតដែលត្រឹមត្រូវជាងគេគឺជាព្រៀបប្រដោតរបស់ឪពុកល្អឪពុកត្រឹមត្រូវឪពុកដែលស្រឡាញ់កូនពិតប្រាកដមែនដូច្នេះនៅថ្ងៃនេះបើសិនបានគិតពីការទាំងអស់នេះយើងបានគិតពីកូនទាំងពីរនាក់ដែលនឹងឪពុកផងចង់សួរសំណួរធម្មតាមនុស្សគេអធិប្បាយពីព្រៀបប្រដោតនេះគេបានគិតថាតើយើងមានចរិតលក្ខណៈដូចកូនប្រុសពៅឬកូនប្រុសច្បងធម្មតាយើងមកអូដែលយើងស្រដៀងនឹងកូនច្បងឬកូនពៅខ្លះយើងមកគិតតាមពិតយើងទាំងអស់គ្នាមានចរិតលក្ខណៈដូចកូនប្រុសទាំងពីរសូមគិតពិចារណាយើងទាំងអស់គ្នាត្រូវការព្រះគុណរបស់ព្រះវរបិតាយើងទាំងអស់គ្នាពេលខ្លះយើងប្រៀបធៀបយើងនឹងមនុស្សឯទៀតយើងគិតថាអូយើងជាមនុស្សល្អជាងយើងបានរៀនថ្នាក់ជាងយើងជាអ្នកឆ្លាតជាងយើងជាអ្នកដែលឈ្នះគេយើងមានពេលខ្លះយើងមានគំនិតអញ្ចឹងទោះបីនៅក្នុងក្រុមជំនុំផងយើងប៉ុន្តែតាមពិតគំនិតទាំងពីរនោះវាមិនសពព្រះハរទេពីព្រោះយើងមានព្រះដែលយុត្តិធម៌ដោយសារព្រះយេស៊ូវគ្រីស្ទព្រះលោហិតព្រះយេស៊ូវគ្រីស្ទហើយត្រង់នេះតែស្រឡាញ់យើងមានព្រះគុណដែលយើងទាំងអស់គ្នាហើយបានដឹងថាយើងជាមិនមែនជាមនុស្សដែលខ្ពស់ជាងមនុស្សឯទៀតទេនេះជាអ្វីដែលយើងមានប្រយោជន៍ដូច្នេះនៅអត្ថបទគម្ពីរក្រោយបងអស់យើងចង់មើលឲ្យអានជាមួយគ្នាគឺជាអត្ថបទគម្ពីរដែលយើងគិតថាជាសេចក្តីសង្ខេបពីមេរៀននេះនៅវិធីឪពុកដែលមកពីទំដិបទំកាំង100បាយខ13សូមបងប្អូនទាំងអស់គ្នាចូលឡើងហើយនឹងយើងចង់អានខគម្ពីរនេះជាមួយគ្នា1 2 3ដូចជាឪពុកមានចិត្តអាណិតអាសូរដល់កូនរបស់ខ្លួនព្រះយេហូវ៉ាក៏មានចិត្តអាណិតអាសូរដល់អ្នកដែលគោរពខ្លាចទ្រង់ដែរសូមអធិដ្ឋានជាមួយខ្ញុំ